ស្ដីអ្នកខ្លះទាំងអស់គ្នាដែលចូលចិត្តមើលនៅការសម្រាយរឿងបែបជា manga ថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងដែលជារឿងបាឡាំងត្រាអធិរាជទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងខ្ញុំក៏មានរឿងថ្មីមួយទៀតដែរដែលខ្ញុំបំរុងនឹងធ្វើគឺរឿង Solen 2 ហើយបើសិនបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើនៅរឿង Solen 2សូម comment ម្នាក់មួយផងដែលយើងទាំងអស់គ្នាបានដឹងហើយថាសាច់រឿងនៅក្នុងភាគមុនហ្នឹងគឺបានបញ្ចប់នៅពេលដែលឈីងត្រូវប្រកួតគ្នាជាមួយនឹងលោកតាលីនឈិនដែលត្រូវជាជីតារបស់លីនស៊ីនហើយគ្រាន់តែយីងបានបង្ហាញខ្លួនក៏បានធ្វើឲ្យមនុស្សគ្រប់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាទាំងរូបសម្បត្តិរបស់នាងស្រស់ស្អាតហើយថែមទាំងនាងមានកម្លាំងខ្លាំងទៀតផងដែលព្រាមនឹងដែរយីងក៏បាននិយាយទៅកាន់លោកតាលីនថាលោកតាលីនអ្នកគឺមិនងាយស្រួលនោះទេនៅក្នុងការយកឈ្នះខ្ញុំនៅក្នុងការប្រកួតមួយនេះប៉ុន្តែព្រាមនឹងដែរលោកតាលីនក៏មិនបាននិយាយអ្វីច្រើនដែរគាត់ក៏បានបើកការវាយប្រហារដោយរួមជាមួយនឹងពាក្យសម្ដីថាខ្ញុំដឹងថាកម្លាំងរបស់អ្នកខ្លាំងយីងប៉ុន្តែតាកញ្ចាស់ខ្ញុំនេះក៏ចង់សាកល្បងពីកម្លាំងរបស់អ្នកបច្ចុប្បន្នដែរដោយខ្ញុំនឹងមិនឲ្យអ្នកយកឈ្នះខ្ញុំបានដោយងាយៗនោះទេដោយគ្រាន់តែគាត់និយាយចប់ហើយគាត់ក៏បានបើកការវាយប្រហារទៅលើយីងដែលព្រាមនឹងដែរក៏បានធ្វើឲ្យលីនស៊ីនមានការភ្ញាក់ផ្អើលហើយគាត់ក៏បាននិយាយថាកម្លាំងរបស់អ្នកទាំងពីរគឺខុសគ្នាឆ្ងាយណាស់ហើយគាត់ក៏បានស្រែកឲ្យយីងប្រយ័ត្នខ្លួនផងប៉ុន្តែយើងក៏លែកមកមើលយីងវិញនាងកំពុងតែប្រើប្រាស់នូវស្នៀតមួយប៉ុន្តែយើងអត់ទាន់ដឹងថាជាស្នៀតអ្វីនោះទេដោយនាងក៏បានឲ្យម៉ៃតូការពារនាងបន្តិចដែរតែព្រាមនឹងដែរម៉ៃតូក៏បានហោះទៅមុខហើយក៏បានប្រែកាឡាខ្លួនទៅជានាគដ៏ធំមួយដែលធ្វើឲ្យលោកតាលីនក៏ដូចជាអ្នកទស្សនាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាពួកគាត់អត់នឹកស្មានថាម៉ៃតូជាជ្រូកមួយតូចទេប៉ុន្តែអាចប្រែកាឡាទៅជាសត្វបិសាចមួយដ៏ខ្លាំងក្លាបាននោះទេហើយបន្ទាប់ពីម៉ៃតូបានប្រែកាឡាទៅជាសត្វនាគមួយពេញលេញហើយវាក៏បានបើកការវាយប្រហារទៅកាន់ព្រឹទ្ធាចារ្យលីនវិញដែលភ្លាមនឹងដែរក៏បានធ្វើឲ្យកម្លាំងធម្មពលសាយភាយពេញទីលានប្រកួតផងដែរហើយដោយលោកតាលីនគាត់គឺជាជើងខ្លាំងកម្រិតទី9ដូច្នេះហើយម៉ៃតូក៏មិនអាចទប់ទល់ជាមួយនឹងលោកតាលីនបានយូរដែរដោយព្រាមនឹងដែរក៏បានត្រូវនៅស្នៀតការវាយប្រហាររបស់លោកតាលីនហើយក៏បានប្រែកាឡាទៅជាសត្វជ្រូកដ៏តូចវិញដែលព្រាមនឹងដែរលីនស៊ីនក៏បាននិយាយដែរថាយីងគឺអត់ទាន់បានបង្កើតនៅដែនធម្មពលពេញលេញទេហើយព្រាមនឹងដែរស្នៀតវាយប្រហាររបស់លោកតាលីនក៏បានមកដល់ដូច្នេះហើយប្រហែលជាការប្រកួតនឹងអាចនឹងយីងចាញ់ប៉ុន្តែយើងក៏លែកមកមើលលីងវិញដែលរួមជាមួយនឹងធម្មពលតកព្រាមនឹងដែរនាងក៏បាននិយាយដែរថាសូមអ្នកទាំងអស់មើលការប្រកួតមួយនេះឥឡូវហ្នឹងគឺដល់ពេលរបស់យីងវិញម្ដងហើយដោយគ្រាន់តែនាងនិយាយចប់ហើយនាងក៏បានកោះហៅសត្វនាគតកដ៏ធំមួយហើយនាងក៏បានបញ្ជាឲ្យម៉ៃតូគឺរួមបញ្ចូលជាមួយនឹងសត្វនាគនោះផងដែរហើយដែលស្ថិតនៅពេលដែលម៉ៃតូហើយនឹងនាគតកហ្នឹងកំពុងតែរួមបញ្ចូលគ្នាហ្នឹងយើងក៏លែកមកមើលយីងវិញនាងក៏បានបើកស្នៀតមួយបន្ថែមទៀតប៉ុន្តែគាត់ថាខ្ញុំមិនដឹងថាស្នៀតហ្នឹងជាស្នៀតអីដែរទេដែលយើងគ្រាន់តែបានឃើញថាមានស្លាបតកដ៏ធំមួយដែលស្ថិតនៅពីខាងក្រោយរបស់នាងហើយបន្ទាប់ពីម៉ៃតូហើយនឹងនាគតកហ្នឹងបានរួមបញ្ចូលគ្នាពេញលេញយើងក៏បានឃើញថាដែនធម្មពលឬក៏ដែនអំណាចរបស់យីងហ្នឹងក៏បានបង្កើតឡើងដោយពេញលេញប៉ុន្តែគាត់ថាខ្ញុំអត់ដឹងថាអាហ្នឹងជារាងកាយក្លូនរបស់ម៉ៃតូឬក៏អីដែរដែលយើងបានឃើញថាដែនធម្មពលឬក៏សត្វនាគរបស់យីងហ្នឹងគឺមាន2មិនមែនមានតែមួយនោះទេហើយបន្ទាប់ពីស្នៀតនេះបានរួមបញ្ចូលពេញលេញយីងក៏បានបញ្ជាឲ្យនាគទាំងពីរហ្នឹងគឺធ្វើការវាយប្រហារទៅកាន់លោកតាលីនដែលព្រាមនឹងដែរយើងក៏បានឃើញហើយថាលោកតាលីនគឺគាត់ក៏បានកកនៅនឹងមួយកន្លែងដែលព្រាមនឹងដែរយើងក៏បានឃើញហើយថាទាំងទស្សនិកជនហើយនិងព្រឹទ្ធាចារ្យផ្សេងៗក៏មានការភ្ញាក់ផ្អើលដែរដោយសារតែយីងមានដែនធម្មពលឬក៏ដែននៃអំណាចហ្នឹងមាន2ឥឡូវយើងក៏លែកមកមើលលើទីលានប្រកួតវិញយើងឃើញថាកម្លាំងធម្មពលរបស់យីងគឺបានគ្របដណ្ដប់ទៅលើទីលានប្រកួតទាំងមូលដែលព្រឹទ្ធាចារ្យលីនក៏ត្រូវបានស្នៀតរបស់យីងក៏បង្កកជាប់ដែរហើយព្រាមនឹងដែរឡងហៅឈិនក៏បានសរសើរទៅកាន់យីងផងដែរដែលគាត់បាននិយាយថាយីងគឺពិតជាធ្វើបានល្អខ្លាំងណាស់ហើយបន្ទាប់ពីការវាយប្រហាររបស់យីងបានបញ្ចប់ទៅយើងក៏អាចរកអ្នកឈ្នះឃើញហើយគឺអ្នកឈ្នះបានទៅលើយីងដែលជាក្រុមរបស់រងហៅឈិនព្រាមនឹងដែរក៏បានធ្វើឲ្យយីងនាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់ពីការប្រកួតរបស់យីងបានបញ្ចប់ទៅព្រាមនឹងដែរឈិនជូទៀនគាត់ក៏បានប្រកាសដែរថាការប្រកួតបន្ទាប់គឺជាជុំទី24នឹងត្រូវធ្វើឡើងក្នុងពេលបន្តិចទៀតនេះដែលក្រុមរបស់ឡងហៅឈិនគឺបានធ្វើការប្រកួតអស់ហើយនៅសល់តែ2នាក់ទេគឺឡងហៅឈិនហើយនិងឆៃប៉ុន្តែយើងកាត់មកមើលការនិយាយគ្នារបស់ឡងហៅឈិនហើយនិងឆៃវិញដែលព្រាមនឹងដែរឡងហៅឈិនក៏បាននិយាយដែរថាបើសិនបើគាត់ប្រកួតគ្នាជាមួយនឹងឆៃគាត់នឹងសុំចោះចាញ់ដែលព្រាមនឹងដែរឆៃក៏បានមើលទៅកាន់ឡងហៅឈិនបន្តិចដែរដែលព្រាមនឹងដែរឡងហៅឈិនក៏បាននិយាយបន្តទៅកាន់ឆៃដែរថាហេតុអ្វីបានជាខ្ញុំមិនអាចធ្វើដូចអ្វីដែលអ្នកបានធ្វើមកលើខ្ញុំហើយព្រាមនឹងដែរឆៃនាងក៏បានញញឹមបន្តិចដែរហើយក៏បាននិយាយទៅកាន់ឡងហៅឈិនដែរថា
ពួកយើងឈប់និយាយពីការប្រកួតនឹងទៅពួកយើងគួរតែរកដំណោះស្រាយឬក៏រកវិធីដើម្បីទប់ទល់ជាមួយនឹងពួកគេវិញហើយលទ្ធផលនៃការប្រកួតនឹងវាក៏ជាលទ្ធផលមួយដែលជួយជំរុញឲ្យក្រុមរបស់ពួកគេនឹងគឺមានតំណែងខ្ពស់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពពួកបិសាចតើនេះមិនល្អទេមែនទេគ្រាន់តែពួកគេនិយាយចប់ហើយការប្រកួតនឹងក៏បានឈានមកដល់ប៉ុន្តែមិនមែនឡងហៅឈិនត្រូវប្រកួតគ្នាជាមួយនឹងឆៃអឺទេដែលឆៃអឺគឺត្រូវប្រកួតជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ប៉ុន្តែខ្ញុំមិនដឹងថាគាត់ឈ្មោះអីទេដោយសារគេអត់មានបានបង្ហាញណាប៉ុន្តែការប្រកួតហ្នឹងអត់ទាន់បានឈានមកដល់ផងព្រឹទ្ធាចារ្យម្នាក់ហ្នឹងគាត់ក៏បានសុំចោះចាញ់តែគាត់នឹងបោះបង់ការប្រកួតមួយហ្នឹងហើយអ្នកឈ្នះនៅក្នុងការប្រកួតហ្នឹងក៏ជាតួឯកស្រីរបស់យើងដែលជាឆៃអឺរីឯការប្រកួតបន្ទាប់វិញគឺជាការប្រកួតមួយទល់នឹងមួយដដែលដែលការប្រកួតរបស់ឡងហៅឈិនហើយវាក៏ជាការប្រកួតចុងក្រោយផងដែរនៅក្នុងការប្រកួតជុំទី2នេះហើយគ្រាន់តែការធ្វើដំណើររបស់គូប្រកួតឡងហៅឈិនចូលមកកាន់ទីលានហ្នឹងក៏បានធ្វើឲ្យកម្លាំងថាមពលសាយភាយយ៉ាងខ្លាំងយើងក៏លើកមកមើលទស្សនិកជនក៏ដូចជាព្រឹទ្ធាចារ្យជាងជើវិញគាត់ក៏មានការភ្ញាក់ផ្អើលចំពោះការមកដល់មួយនេះផងដែរដែលព្រាមនោះដែរឋានវ៉ាន់នាងក៏បានសួរទៅកាន់លោកគ្រូដែរថាតើអ្នកណាគេដែលជាអ្នកត្រូវប្រកួតជាមួយនឹងឡងហៅឈិនប៉ុន្តែយើងក៏លើកមកមើលលីជាងជើវិញគ្រាន់តែគាត់បានឃើញពីកម្លាំងថាមពលនេះគាត់ក៏បានដឹងហើយថាអ្នកណាគេជាអ្នកប្រកួតជាមួយនឹងឡងហៅឈិនដែលគាត់ក៏បាននិយាយដែរថាគាត់ខានបានឃើញបច្ចេកទេសនេះអស់រយៈពេលប្រមាណជាង50ឆ្នាំហើយឥឡូវហ្នឹងគឺកម្លាំងថាមពលហ្នឹងគឺកាន់តែខ្លាំងជាងការគាត់ជួបពីមុនទៅទៀតហើយព្រាមនោះដែរគេក៏បានបង្ហាញឲ្យយើងដឹងដែរថាឡងហៅឈិនគឺត្រូវប្រកួតគ្នាជាមួយនឹងបងប្រុសយ៉ាងហៅហានហើយចំណែកយ៉ាងហៅហានហ្នឹងគឺជាជីតារបស់យ៉ាងវ៉ាន់ចៅគាត់ដើរចូលមកកាន់ទីលានហើយគាត់ក៏បានណែនាំខ្លួនផងដែរថាគាត់មានឈ្មោះថាយ៉ាងហៅហើយគាត់ក៏ជាអ្នកប្រយុទ្ធដែលមានបល្ល័ង្កត្រាអធិរាជមួយរូបផងដែរប៉ុន្តែគាត់ថាគាត់ជាម្ចាស់សម្ព័ន្ធប៉ុន្តែគាត់ថាខ្ញុំអត់ដឹងម្ចាស់សម្ព័ន្ធណាទេដោយសារតែខ្ញុំភ្លេចឈ្មោះបាត់ហើយដែលសម្ព័ន្ធហ្នឹងដែរជាសម្ព័ន្ធរបស់លោកតារបស់យ៉ាងវ៉ាន់ចៅប៉ុន្តែគាត់ថាខ្ញុំភ្លេចឈ្មោះសូមអធិស្ឋានផងអ្នកទាំងអស់គ្នាហើយបើសិនបើអ្នកទាំងអស់គ្នាដឹងថាសម្ព័ន្ធហ្នឹងឈ្មោះអីសូមខមមិនប្រាប់ខ្ញុំម្នាក់មួយផងហើយគាត់ក៏បានបន្តទៀតដែរថាខ្ញុំយ៉ាងហៅគ្រាន់តែជាមនុស្សសាមញ្ញធម្មតាម្នាក់តែប៉ុណ្ណោះហើយការប្រកួតនេះសូមអ្នកទុកមុខមាត់ឲ្យខ្ញុំផងឡងហៅឈិនប៉ុន្តែយើងក៏លែកមកមើលឡងហៅឈិនវិញគាត់គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះអីគាត់អត់ដែលបានឃើញព្រឹទ្ធាចារ្យយ៉ាងហៅហ្នឹងទេហើយដោយសាច់រឿងរបស់យើងមិនទាន់ដឹងថានឹងទៅជាយ៉ាងណាទៀតផងក៏បានឈានមកដល់ទីបញ្ចប់ហើយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំជួបគ្នាក្នុងវីដេអូក្រោយបាទបាយបាយអ្នកទាំងអស់គ្នា